ពេលធ្វើឯកសារមកសហរដ្ឋអាមេរិកគេសួរថាអង្ការបានមកនៅរស់នៅសហរដ្ឋអាមេរិកអង្ការបានទៅនៅជាមួយប្តីអង្ការបានទៅប្រទេសក្រៅអង្ការបានជាប់វីសាអញ្ចឹងដល់ពេលបានមកដល់សហរដ្ឋអាមេរិកហើយគេសួរថាអង្ការបានទៅលេងខ្មែរហើយពេលទៅលេងខ្មែរហ្នឹងមានឲ្យលុយបងប្អូនចាយអត់មានប៉ាវបងប្អូនអត់ចាស់ទំនៀមទម្លាប់បបថាខ្មែរយើងគឺតែងតែសួរនាំគ្នាចង់ដឹងសុខទុក្ខអញ្ចឹងហើយអ្នកនរគ្នាបើសិនបើសំណួរណាយើងមិនចង់ឆ្លើយយើងមិនបាច់ឆ្លើយទេតែបើសំណួរណាយើងចង់ឆ្លើយក៏ឆ្លើយទៅណាដើម្បីទំនាក់ទំនងល្អមិត្តភាពអីតែអ្នកខ្លះសួរចង់ដឹងលើសលប់ហួសហេតុពេកអញ្ចឹងបើសិនបើយើងមានអារម្មណ៍ថាមិនល្អអត់សប្បាយចិត្តនឹងឆ្លើយទេកុំឆ្លើយអ្នកនរគ្នាហើយវីដេអូហើយនឹងសំឡេងវាអត់ស៊ីចូលគ្នាទេដោយសារវីដេអូនេះខ្ញុំថតជាសំឡេងហើយតែវា error វាទៅជាអត់ឮសូរសំឡេងអញ្ចឹងហើយខ្ញុំ record វីដេអូនេះឆ្លើយតបទៅនឹងសំណួរមួយដែលខ្ញុំស្គាល់គាត់យូរហើយគាត់សួរខ្ញុំជាក់ស្ដែងតាក់ទងទៅនឹងបទពិសោធន៍ផ្ទាល់ហ្មងណាគាត់សួរថាខ្ញុំមានបងប្អូនម៉ានាក់នៅខ្មែរចាបងប្រុសរបស់ខ្ញុំស្លាប់មួយអញ្ចឹងតាំងខ្ញុំទៀត6នាក់ស្លាប់មួយនៅសល់5នាក់អីចឹង5នាក់ហ្នឹងគឺតាំងខ្ញុំអញ្ចឹងបងប្អូនខ្ញុំ4នាក់នៅខ្មែរមានខ្ញុំមួយខ្ញុំកូនពៅខ្ញុំនៅក្រៅប្រទេសចឹងណាអញ្ចឹងបងប្អូនខ្ញុំនៅខ្មែរស្រី3ប្រុស1បងស្រីធំបងប្រុសធំបន្ទាប់មកបងទី3បន្ទាប់មកបងស្រីទី4ចាហើយសំណួរគាត់សួរខ្ញុំថាតើនៅពេលដែលខ្ញុំទៅលេងខ្មែរតាមបទពិសោធន៍ខ្ញុំហ្នឹងខ្ញុំមានដើរលេងជាមួយពួកគាត់អត់ហើយមានដើរជុំគ្នារស់នៅផ្ទះជុំគ្នាអត់អីចឹងណាចាកាលពេលខ្ញុំទៅខ្មែរខ្ញុំមាន3យ៉ាងគោលការណ៍ដែលខ្ញុំចង់ទៅខ្មែរហ្នឹងខ្ញុំចង់ធ្វើអីដែលសំខាន់តាក់ទងទៅនឹងសញ្ញាបត្ររបស់ខ្ញុំចង់ដកតែសាស្ត្រាខ្ញុំហ៊ានចាប់យូរណាស់ហើយសញ្ញាបត្រដកអត់ទាន់បានទេខ្ញុំទៅដកយកសញ្ញាបត្រឲ្យបានខ្ញុំព្យាយាមដកមើលពេលមុនពេលដែលខ្ញុំមកសហរដ្ឋអាមេរិកដែរតែនៅដកអត់បានទី2គឺខ្ញុំទៅធ្វើអីផ្សេងតាក់ទងទៅនឹងហិរញ្ញវត្ថុទី3គឺខ្ញុំទៅធ្វើកម្មវិធីពិសេសរបស់ខ្ញុំតាក់ទងទៅនឹងអាពាហ៍ពិពាហ៍ដើម្បីឲ្យពេញមុខមាត់ឲ្យគ្រួសារអញ្ចឹងហើយនឹងទៅជួបជុំគ្រួសារថតជុំគ្រួសារទី4គឺដើរលេងជួបជុំក្រុមគ្រួសារហ្នឹងគោលដៅរបស់ខ្ញុំណាអ្នកនរគ្នាប៉ុន្តែអ្វីវាមិនមែនដូចអ្វីដែលយើងចង់ទាំងអស់ទេពេលខ្លះបានតែ10%ពេលខ្លះបានតែ90% 80%អញ្ចឹងណាអញ្ចឹងខ្ញុំបានដាក់ពាក្យដកសញ្ញាបត្ររបស់ខ្ញុំហើយខ្ញុំបាន clear ជាមួយនឹងទ្រព្យសម្បត្តិខ្ញុំហើយទី3គឺខ្ញុំបានធ្វើកម្មវិធីពិសេសរៀបចំអាពាហ៍ពិពាហ៍ពេញមុខមាត់ឲ្យក្រុមគ្រួសារខ្ញុំហើយទី4គឺអត់ជោគជ័យទេតាក់ទងទៅនឹងដំណើរកម្សាន្តហើយនឹងការថតជួបជុំក្រុមគ្រួសារហ្នឹងគឺអត់ជោគជ័យទេបានមួយបាត់មួយអញ្ចឹងណាអ្នកនរគ្នាខ្ញុំអត់យល់ពីក្រុមគ្រួសារខ្ញុំដែរចាក្រុមគ្រួសារខ្ញុំប្លែកខុសពីគេអញ្ចឹងណានិយាយទៅគេជួយចិត្តប្រើពាក្យអីគេហែកក្លោមឲ្យក្អែកចឹកណាអ្នកនរគ្នាគេជួយចិត្តប្រើពាក្យហ្នឹងអីចឹងណាតែខ្ញុំក៏មិននិយាយលើសលប់អីដែរដឹងថាក្រុមគ្រួសារខ្ញុំប្លែកពីគេតែប៉ុណ្្នឹងអ្នកនរគ្នាគឺខ្ញុំធ្វើការប៉ាវឡានដើម្បីដើរជួបជុំក្រុមគ្រួសារសប្បាយទៅលេងកពតទៅលេងកំពង់សោមវល់ល្ងាចដើរលេងជុំក្រុមគ្រួសារអញ្ចឹងគឺខ្ញុំប៉ាវតឡានប៉ាវទៅក្រុមគ្រួសារខ្ញុំឯងគោលបំណងរបស់ខ្ញុំគឺខ្ញុំសុខចិត្តប៉ាវទាំងអស់អ្នកគ្នាមិនខ្ញុំនឹងអ្នកមានណាទេនៅពេលដែលខ្ញុំទៅលេងខ្មែរហ្នឹងខ្ញុំអត់ទាន់មានការងារធ្វើទេអ្នកនរគ្នាខ្ញុំទៅតែហ៊ានចប់ហើយដាក់ការងារធ្វើហ៊ានចប់ហ្នឹងមានថាខ្ញុំហ៊ានជំនាញnursing assistant នៅក្នុងសហរដ្ឋអាមេរិកនេះដោយសារតែមកមុនដំបូងខ្ញុំដឹងធ្វើអីទេដោយសារភាសាអង់គ្លេសវាគឺជាកត្តាចម្បងបំផុតនៅពេលដែលខ្ញុំមករស់នៅសហរដ្ឋអាមេរិកហើយខ្ញុំមានការបាក់យ៉ាងខ្លាំងហ្មងដោយសារការប្រឡងឡានហើយនិងការប្រឡង SAT ចូលទៅក្នុងសាកលវិទ្យាល័យគឺបាក់ខ្លាំងមែនតើនេះគឺជាចម្លើយរបស់ខ្ញុំចាហើយខ្ញុំចំណាយច្រើនដែរនៅពេលដែលខ្ញុំទៅលេងខ្មែរអ្នកនរគ្នាមិនមែនអ្នកមានទេណាមិនមែនទេ